ចង់កុហកវាដល់ណាទៀតក្រាញ់អូនឯងនិយាយថាយកវាជាឆ្នន់បោកវាអញ្តែហើយអ្នកដែលអូនឯងចង់រៀបការជាមួយពិតប្រាកដនោះគឺជាបងមិនមែនជាវាទេអូនឯងថាអូនមិនស្រឡាញ់អ្នកក្រដូចជាវាទេរស់នៅមិនស្រួលទេមុននេះអូនឯងជាអ្នកនិយាយបែបហ្នឹងតាបងចំណូលអត់មានជាការប៉ັດទេគេកុហកបងទេបងកុំជឿគេអីណាខ្ញុំមិនដែលកាន់ចឹងឡើយគេគ្រាន់តែចង់ឲ្យយើងបែកបាក់គ្នាណាបងកុំជឿគេអីបានទេអញជឿសម្ដីនាងឬក៏ជឿយើងមនុស្សស្រីឯណាដែលថាមិនចង់រស់នៅលើគំនោមាសប្រាក់សោយសុខពេញអស់មួយជីវិតនោះបងត្រូវតែជឿជាក់លើខ្ញុំណាគេនិយាយចង់ឲ្យយើងប្រត់ប្រាស់គ្នាទេទៅផ្ទះវិញជាមួយបងហើយកុំមកនៅក្បែរវាទៀតតើអូនចាបងឯងក៏អញ្ចឹងដែរកុំមកស្និទ្ធស្នាលជាមួយនឹងគូតដឹងយើងទៀតនិយាយចប់អ្នកទាំងពីរក៏បានចាក់ចេញទៅមកផ្ទះនាងភ្នីគិតថាយើងនឹងឈប់ត្រឹមនេះមែនទេបងរឿងអបាញ់មិញនេះជារឿងដែលមិនប៉ັດទេណាបងឯងត្រូវតែជឿជាក់លើខ្ញុំកុំជឿលើគេអីណាគេគ្មានបំណងល្អជាមួយយើងទេចូលផ្ទះបានហើយបងអត់ចង់និយាយអីវិញឆ្ងាយទៀតទេតែវាមិនប៉ັດឡើយណាបងទៅផ្ទះវិញហើយជូនមកដល់មុខផ្ទះហើយគួរតែចូលផ្ទះបានហើយឬក៏ចង់ឲ្យបងជូនចូលដល់ក្រេដេកមែនទេទឹកសុកចិនចំមែនទេហើយលោកអើយក្តៅក្រហាយប្រច័ណ្ឌណាស់និយាយចប់នាងចំនួនក៏បានដើរចេញទៅគាត់មិនក៏ធ្វើអញ្ចឹងនាថ្ងៃបន្ទាប់នាងភ្នីដើរផ្សារក៏បានជួបនឹងមិត្តភក្តិចាស់នាងភ្នីណែនៅចាំយើងឬអត់ហ្នឹងឯងនេះណាដើរសឹងតែបុកយើងហើយមុននេះវើយសំតោគឺខ្ញុំផ្លឹកណាតើមិនបានមើលឃើញឯងហើយឯងសុខសប្បាយឬអត់ហ្នឹងយើងសុខសប្បាយតាមើលតែឯងផ្លឹកអញ្ចឹងតើមានរឿងអីមែនទេគឺគោលដៅរបស់ខ្ញុំគេខឹងខ្ញុំហើយថែមទាំងមិនជឿជាក់លើខ្ញុំទៀតគាត់មិនបានឲ្យតម្លៃលើទឹកចិត្តស្មោះត្រង់របស់ខ្ញុំទេបើបែបនេះណាគឺមិនអាចរស់នៅជាមួយគ្នាបានទេបើគេមិនជឿជាក់មកលើយើងផងហ្នឹងថ្ងៃក្រោយទៅណាគេនឹងជ្រើសរើសជឿអ្នកផ្សេងដែលមិនមែនជារូបយើងទេចូលជ្រើសរើសយកអ្នកណាដែលគេឲ្យតម្លៃនឹងទឹកចិត្តស្មោះត្រង់របស់យើងកុំជ្រើសរើសអ្នកណាដែលតិចសមមិនជឿជាក់លើរូបយើងអីខ្ញុំអរគុណឯងហើយអញ្ចឹងបានអញ្ចឹងខ្ញុំទៅផ្ទះសិនហើយណាឯងទៅលេងផ្ទះយើងតិចទៅអីបែកគ្នាយូរហើយហ្នឹងទៅតែមួយផ្លេក៏បានដែរឲ្យស្គាល់ផ្ទះណាបានអញ្ចឹងក៏បានដែរនិយាយរួចអ្នកទាំងពីរក៏បានចាក់ចេញទៅជាមួយគ្នាមកចូលទៅខាងក្នុងទៅដល់ផ្ទះខ្ញុំហើយឯងនៅតែម្នាក់ឯងទេអីបានជាស្ងាត់យ៉ាងនេះចូលក្នុងសិនមកទៅដឹងអ្នកទាំងពីរក៏បានចូលមកដល់ខាងក្នុងតែក៏ស្រាប់តែឃើញនាងងាមនៅក្នុងនេះដូចគ្នាហេតុអីក៏គាត់មកដល់ទីនេះដែរអញ្ចឹងមិនឲ្យនៅបានយ៉ាងម៉េចបើបងជាអ្នកឲ្យមិត្តភក្តិអូននាំអូនមកសោះហ្នឹងអរគុណហើយណាផាហើយនេះជាលុយសម្រាប់អូនចាអរគុណហើយបងឯងនៅជាមួយគាត់ទៅនិយាយគ្នាឲ្យដឹងរឿងទៅណាពួកម៉ានិយាយចប់នាងផាក៏បានដើរចេញទៅតែម្ដងចង់ធ្វើស្អីខ្ញុំនាងផាហេតុអីក៏ឯងធ្វើបែបនេះចំពោះខ្ញុំក្រែងឯងជាមិត្តភក្តិខ្ញុំមែនទេមិនឲ្យគេយកលុយទិញក្បាលបានបែបនេះមែនតាហេតុអីក៏ឲ្យគេយកលុយទិញបានទៅណោះបងបាននិយាយហើយថាលុយអាចទិញអ្វីបានទាំងអស់សូម្បីតែមិត្តភក្តិរបស់អូនក៏យកអូនមកឲ្យបងដែរដោយគ្រាន់តែបងហុចលុយឲ្យតែប៉ុណ្ណោះអាគូទៅដឹងអូនឯងវាមកមិនទាន់ទេលេខខ្ញុំភ្លាមទៅខ្ញុំចង់ចេញពីទីនេះជួយខ្ញុំផងសូមមេត្តាជួយខ្ញុំផងទៅដល់លេខខ្ញុំទៅកុំធ្វើចឹងអីណាខ្ញុំមិនស្រឡាញ់បងឯងទេដល់លេខខ្ញុំទៅមិនស្រឡាញ់អត់ទៅឲ្យតែបងបានខ្លួនក៏វាមិនខាតអីដែរស្របពេលជាមួយគ្នានោះផងដែរនាងភ្នីក៏បានរត់ចេញមកបានភ្នីអូនឯងមកធ្វើអីហ្នឹងបងចំណោជួយខ្ញុំផងគេចង់ធ្វើបាបខ្ញុំឆាប់មកវិញភ្លាមអត់ទេខ្ញុំមិនទៅទេបងគេចង់ចាប់ខ្ញុំគេចង់ធ្វើបាបខ្ញុំហើយនាងឯងអាងាមនាងងាមក៏បានរត់ចេញទៅយ៉ាងលឿនតែម្ដងឯងអាងាមបងចាប់ទៅវិញទៅកុំរករឿងគេអីខ្ញុំខ្លាចគេណាខ្លាចប្រភេទមនុស្សហ្នឹងណាអូនឯងនេះមិនដឹងជាគាត់បងធ្វើស្អីទេបងចង់តែចាត់ការវាចេញដល់វាហ៊ានធ្វើបាបអូនឆាប់ទៅផ្ទះវិញទៅបងខ្ញុំខ្លាចណាបើអញ្ចឹងបងនាំអូនទៅផ្ទះវិញតោះនិយាយចប់អ្នកទាំងពីរក៏បានចាក់ចេញទៅផ្ទះនាងភ្នីនេះសំណាងហើយដែលគូទៅដឹងខ្លួនឯងទៅតន់បើមិនអញ្ចឹងទេខ្លួនឯងនឹងចប់ហើយមនុស្សនេះពិតជាអាក្រក់មែនកូនឯងបានធូរខ្លះឬនៅកូនស្រីខ្ញុំលេងអីហើយម៉ែខ្ញុំមិននឹកស្មានថាមិត្តភក្តិដែលធ្លាប់ស្គាល់រៀនជាមួយគ្នាគេនាំខ្ញុំទៅឲ្យអ្នកផ្សេងធ្វើបាបព្រោះតែលេងចឹងសោះហើយក៏មិននឹកស្មានថាលុយអាចទិញផ្ដាច់ទំនាក់ទំនងដែលធ្លាប់មានកន្លងមកនោះបានចង្អៀតទៀតខ្ញុំពិតជាខូចចិត្តខ្លាំងណាស់បងសុំទោសដូចគ្នាព្រោះតែបងទៅអូនខ្លាចទៅជាបែបនេះតោះទៅបងមិនទៅជាសទៀតទេបងនឹងជឿជាក់លើអូនគ្រប់រឿងអត់ទោសឲ្យបងផងណាខ្ញុំមិនខឹងនឹងបងទេខ្ញុំលើកលែងទោសឲ្យបងបានព្រោះបងក៏លុបលាងកំហុសដោយការជួយខ្ញុំមកនេះរួចហើយប៉ុន្មានថ្ងៃក្រោយមកនាងងាមនិងផាត្រូវបានចាប់ពីបទដែលលងលោមយកមនុស្សទៅឲ្យគេបំពេញរាងកាយរីឯនាងងាមត្រូវចាប់ដាក់ឃុំឃាំងមួយរយៈដូចគ្នាដែលបំពេញធ្វើបាបមនុស្សស្រីជាច្រើនខែកន្លងផុតទៅនាងចំនួននិងនាងភ្នីក៏បានរៀបការជាមួយគ្នារួចស្រេចតែម្ដងនៅមុខផ្ទះកូនឪម៉ែឯងនេះណាហេតុអីក៏មិនឃើញសោះអញ្ចឹងយីប៉ែនេះបាត់តាណាទៀតហើយណោះតោះទៅរកម៉ែឯងជាមួយឪកូនសម្លាញ់មិនបាច់រកទេខ្ញុំមកវិញហើយបងឯងនេះគ្រាន់តែខ្ញុំដាក់បាត់មួយផ្លេតក៏មិនបានដែរបាត់មុខយ៉ាងម៉េចបានបើស្រឡាញ់ប្រពន្ធបងស្អាតសឹងអីទៅហើយហ្នឹងបើស្រឡាញ់ទុកចិត្តជឿជាក់លើគ្នាផងគាត់ថាមិនដឹងមែនដែលចង់ចេញតាមរកនោះព្រោះតែខ្លាចខ្ញុំនៅជាមួយមនុស្សប្រុសមែនឬអត់អត់ទេអូនឯងកុំចេះតែចោទប្រកាន់មកលើបងបែបនេះមើលបងជឿជាក់លើអូនឯងសឹងអីទៅហើយហ្នឹងបានតែមាត់ទេមុខនេះមាត់បងក៏បានស្អីផ្សេងក៏កើតដែរមនុស្សឆ្លៃនាពេលនោះគ្រួសារពួកគេក៏រស់នៅជាមួយគ្នាដោយសេចក្តីសុខដែលលុយមិនអាចយកមកទិញបានឡើយដោយការជឿជាក់មកលើគ្នា